ជំរាបសួរពុកម៉ែបងប្អូនទូទាំង25ខេត្តក្រុងបាទពលត្រឡប់សារជាថ្មីមកកាន់ Channel ខ្ញុំបាទសាវរីលក់រថយន្តបាទសម្រាប់ថ្ងៃនេះផងដែរខ្ញុំបាទសាវរីមានរថយន្តថ្មីមួយគ្រឿងទៀតហើយទៅនឹងចូលស្តុកថ្មីក្តៅទេពុកម៉ែបងប្អូនបាទ Toyota Apache ឆ្នាំផលិត2009ធ្វើការ upgrade ឡើងមុខ015បាទរួចរាល់ហើយពុកម៉ែបងប្អូនដែលមានតម្រូវការចង់បានរថយន្តយកទៅប្រើប្រាស់លក្ខណៈគ្រួសារបាទអញ្ចឹងបងប្អូនអាចងាកមកមើលបាទ Toyota Apache មួយគ្រឿងនេះបាទណាធានាថាឡានស្អាតធានាថាឡានបាទអត់បុកអត់ប៉ះអត់កាត់តអត់ស្ងោររោពណ៌ជូនពុកម៉ែបងប្អូនហើយពិសេសនោះគឺធានាឯកសារគ្រប់ស្របច្បាប់ត្រឹមត្រូវបាទអត់ឲ្យពុកម៉ែបងប្អូនបាទព្រួយបារម្ភទេតោះបងប្អូនយើងក៏លេខទៅមើលឯតាឡានមកជុំផ្នែកខាងក្រៅក៏ដូចជាផ្នែកខាងក្នុងបាទចង់ដឹងថាសភាពឡានមួយនេះបាទគឺបានធ្វើការដំឡើងអីខ្លះបំពាក់អីខ្លះផងដែរបងប្អូនយើងមើលទៅផ្នែកខាងមុខដូចបញ្ជាក់ជូនបងប្អូនថាបាទគឺបានដំឡើងមុខបាទ015រួចរាល់អស់ហើយពុកម៉ែបងប្អូនណាបាទឡើងមុខ015បាទមាន7កាងបាទមាន7គុជបណ្ណាក្រមេយ៉ាងស្រស់ស្អាតហើយស្លាកលេខគឺយើងបានធ្វើការដោះយកទៅជន់ថ្មីបាទជូនបងប្អូនអត់ឲ្យបងប្អូនទាស់ចិត្តទេបាទផ្នែកខាងក្រៅគឺសភាពឡាននៅស្អាតពុកម៉ែបងប្អូនណាបាទធានាជូនណាបាទសបកកង់យ៉ាងនេះគឺថ្មីតែម្ដងបាទហើយផ្នែកខាងក្នុងបងប្អូនពណ៌លឿងបាទផ្នែកខាងក្នុងគឺផ្ទៃពណ៌លឿងបងប្អូនយើងក៏លេខមកមើលបាទនេះបាទ Formica បាទក៏ដូចជាសុំបាទអេក្រង់សុំប្រអប់លេខដៃលេខបាទគឺនៅសភាពស្អាតធម្មតាអត់មានបាក់បែកសឹករិចរិលបាទកន្លែងណាទេពុកម៉ែបងប្អូនបាទអានេះបាទកន្លែងទុកដាក់អីវ៉ាន់បាទគឺនៅសភាពស្អាតបាទហើយកៅអីស្បែកពុកអីគឺនៅស្អាតបាទព្រមទាំងដំឡើងកៅអីបាទចុចទាំងសងខាងបាទរួចស្រេចបាច់អស់ហើយពុកម៉ែបងប្អូនបាទហើយតាក់ទងនឹងជាងទ្វារគឺនៅស្អាតដែរបាទហើយផ្នែកខាងក្នុងបានធ្វើការដំឡើងបាទនៅកៅអី VIP បាទដំឡើងកៅអី VIP បាទរួចស្រេចបាច់អស់ហើយបាទអញ្ចឹងពុកម៉ែបងប្អូនទិញទៅបាទអត់ចាំបាច់ចំណាយពេលវេលាចំណាយថវិកាទេបាទគឺដឹងថាយកទៅប្រើតែម្ដងណាពុកម៉ែបងប្អូនណាបាទសម្រាប់ Toyota Apache គ្រឿងនេះបាទសម្រាប់រថយន្តមួយគ្រឿងនេះគឺ option បាទទ្វារអូតូ2ពុកម៉ែបងប្អូនណាបាទខាងក្នុងគឺស្អាតភ្លឹងណាបងប្អូនណាបាទសភាពគឺនៅស្អាតតែម្ដងបាទ99% បាទដោយបញ្ជាក់ថាបងប្អូនយកមកគ្រឿងនេះយកទៅប្រើគឺអត់ចំណាយពេលអត់ចំណាយថវិកាទេបាទដើម្បីរៀបចំរថយន្តមួយគ្រឿងទេបងប្អូនបាទមានកាមេរ៉ាបាទរួចស្រេចបាច់អស់ហើយបាទហើយរថយន្តនេះជាប្រភេទរថយន្តសាំងសុទ្ធបាទអត់តន់មានប្រវត្តិភ្ជាប់អីទេហើយបញ្ជាក់ជូនថារថយន្តនេះគឺជារថយន្តដែលគាត់ប្រើលក្ខណៈគ្រួសារបាទមិនមែនជារថយន្តរថតាក់ស៊ីបាទឬក៏ដាក់អេបអីទេបាទបញ្ជាក់ជូនបងប្អូនបាទរថយន្តដែលមានសភាពបាទរថតាក់ស៊ីឬក៏បាទរថអេបហ្នឹងគឺសភាពខាងក្នុងគឺអត់ស្អាតទេពុកម៉ែបងប្អូនណាបាទគឺមានការស្កូតគឺមានស្កាអីចឹងណាបាទស្កូតទៅលើគ្រឿងជ័រទាំងសងអស់ទាំងខាងក្នុងបាទហើយសម្រាប់រថយន្តមួយគ្រឿងនេះបាទអត់មានស្កូតមានអីកន្លែងណាទេបាទសភាពគឺនៅស្អាតទាំងក្នុងស្អាតទាំងក្រៅបាទមកសពមកគ្រប់តែម្ដងណាបងប្អូនបាទអញ្ចឹងបងប្អូនចាប់អារម្មណ៍ចំពោះ Toyota Apache មួយគ្រឿងនេះបាទបងប្អូនចង់ទិញដាច់ក៏បានបងប្អូនចង់វាយដូរក៏បានបាទគ្រប់25ខែក្រុងបាទឲ្យតែពុកម៉ែបងប្អូនចង់ទិញបាទចង់វាយដូរពិតប្រាកដបាទចង់ទិញពិតប្រាកដបាទតាក់ទងមកខ្ញុំមកណាពុកម៉ែបងប្អូនណាបាទធានាថាឡានស្អាតជូនឲ្យពុកម៉ែបងប្អូនបាទអត់ឲ្យខកចិត្តខកបំណងទេណាពុកម៉ែបងប្អូនណាបាទសម្រាប់ពុកម៉ែបងប្អូនដែលមានរថយន្តផ្សេងបាទចង់វាយដូរបាទបងប្អូនអាចទៅធ្វើការតាក់ទងបាទឆាតចូលតាម Telegram បងប្អូនមកណាពុកម៉ែបងប្អូនណាបាទរីករាយស្វាគមន៍ពុកម៉ែបងប្អូនបាទគ្រប់25ខែក្រុងបាទអរគុណច្រើនពុកម៉ែបងប្អូនបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចាប់អារម្មណ៍ចំពោះ Toyota Apache បាទ09ឡើងមុខ015មួយគ្រឿងនេះបងប្អូនអាចធ្វើការតាក់ទងមកខាងបងប្អូនមកបាទតាម Telegram មកបាទហើយសម្រាប់លេខទូរស័ព្ទគឺមាននៅលើអេក្រង់ទូរស័ព្ទស្រាប់បាទអរគុណច្រើនពុកម៉ែបងប្អូនបាទជួបគ្នានៅឱកាសក្រោយទៀតបាទនឹងមានវីដេអូថ្មីក៏ដូចជារថយន្តស្អាតជាច្រើនគ្រឿងសម្រាប់ចែកជូនពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាគោរពជូនពរពុកម៉ែបងប្អូនឲ្យជួបតែសំណាងល្អសុខភាពល្អទាំងអស់គ្នាអរគុណច្រើនពុកម៉ែបងប្អូន